ជំរាបសួរបងប្អូនកូនក្មួយម៉ោង4:30នាទីចិត្តភ្លឺហើយនេះទិដ្ឋភាពនៅផ្លូវ528សង្កាត់បង្កក់1ខណ្ឌទួលគោកស្ងាត់ឈឹងស្លាស់ធេងហើយហាងអាហារក្បែរផ្ទះខ្ញុំពីរនេះគាត់រៀបចំរួចរាល់ហើយផ្លូវស្អាតល្អណាស់បងប្អូនអើយធាក់កង់ហាត់ប្រាណដើរហាត់ប្រាណអូយខ្យល់អាកាសល្អស្មល់ណាស់ចំណែកខ្ញុំនៅជាប់រវល់ការងារបោសសម្អាតផ្ទះបោសថ្នល់មុខផ្ទះឥឡូវនេះដាក់ទឹកមួយកែវសិនដើម្បីយកកម្លាំងធ្វើការបាទហូបទឹកហើយចេញទៅបោសថ្នល់កុំឲ្យវាហុយពេកហ្នឹងហើយឲ្យបរិស្ថានហ្នឹងវាជុំវិញផ្ទះហ្នឹងវាស្អាតល្អគួរឲ្យចង់រស់នៅបងប្អូនធ្វើដំណើរទៅមកក៏មិនសូវហុយកាលណាហុយបងប្អូនប៉ះពាល់ដល់សុខភាពណាយើងមិនបានគិតដល់ថាធម្មតាប៉ុន្តែអាល្អងធូលីហ្នឹងវាចូលក្នុងច្រមុះចូលសួតយើងទៅថ្ងៃក្រោយទៅវាទៅជាលបែងទៅជាអីចឹងបានណាជួនកាលប្រជាជនយើងនឹងឈឺមានអាមេរោគនៅក្នុងខ្លួននឹងយើងអត់ដឹងថាមកពីណាទេព្រោះអនាម័យដែរប៉ុន្តែតាមពិតជួនកាលមកពីការធ្វើដំណើរទៅដីហុយដីអីចូលតាមផ្លូវដង្ហើមទៅផ្លូវអីហ្នឹងយើងអត់ដែលបានចាប់អារម្មណ៍ណាឥឡូវនេះលើកធុងសម្រាមធុងអីទៅបោសខ្នល់បោសឲ្យបានស្អាតថ្នល់នេះមិនមែនកម្មសិទ្ធិខ្ញុំទេអានេះបោះសាធារណៈទេបងប្អូនអើយតែយើងសម្អាតទៅយើងនៅជាប់ថ្នល់ហ្នឹងក៏យើងបានទទួលប្រយោជន៍ពីថ្នល់ហ្នឹងដែរហើយបោសស្អាតទៅបងប្អូនគាត់ដើរទៅដើរមកហ្នឹងគាត់ជិះទៅជិះមកគាត់សរសើរដែរថាមុខផ្ទះស្អាតដល់ហើយបងឯងបោសបានស្អាតហើយឥឡូវនេះខ្ញុំអូសម៉ូតូចេញពីផ្ទះឲ្យអស់ដើម្បីរៀបចំបោសខាងក្នុងខាងក្រៅនោះខ្ញុំបោសហើយវីដេអូនេះខ្ញុំធ្វើកាត់ទេបងប្អូនបើសិនជាយើងទុកទាំងអស់សកម្មភាពតាំងពីម៉ោង4រហូតដល់ម៉ោង6កន្លះព្រឹកហ្នឹងវែងណាស់អញ្ចឹងខ្ញុំច្បុចយកតែបន្តិចពីសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំរាល់ថ្ងៃខ្ញុំធ្វើការអញ្ចឹងរៀងរាល់ថ្ងៃឲ្យតែម៉ោង4កន្លះខ្ញុំងើបឡើងហើយនេះការហាត់កីឡាដែលមានច្បាប់ទម្លាប់វិន័យត្រឹមត្រូវអត់មានថ្ងៃណាមួយខ្ជិលកាលមុនខ្ញុំទៅហាត់នៅក្រៅថ្ងៃណាខ្ជិលខ្ញុំអត់ងើបទៅទេតែនេះអត់ទេតែដល់ម៉ោងគឺត្រូវតែងើបហ្មងវាមានភារកិច្ចដល់អញ្ចឹងអត់អាចនឹកស្ពឹកស្ពុនអីបានទេដល់ម៉ោងមកធ្វើនេះអារុញជូតផ្ទះនេះនិយាយពីអូហូរញើសស្រួលណាបងប្អូនអើយហើយខ្ញុំអត់ឲ្យអ្នកណាធ្វើទេកុំខ្ជិលឲ្យគេទៅដើមធ្វើខ្ញុំធ្វើតែម្នាក់ឯងតែអារឿងជូតផ្ទះនេះគឺជូតហើយទៅងូតទឹកទៅបកមកវិញអង្គុយហូបកាខ្វេទៅនិយាយពីស្រួលខ្លួនណាហើយធ្វើនឹងគឺអញ្ចឹងធ្វើឲ្យស្វាហាប់អញ្ចឹងបានវាចេញញើសបើយើងធ្វើល្មមរៀងដូចថាយើងដំអករបៀបមនុស្សចាស់ហ្នឹងគឺវាអត់ហូរញើសទេបើយើងធ្វើកាយវិការយើងរបៀបដូចកូនក្មេងគេជំនាន់ក្រោយដែរណាហំហៃបន្តតាមពិតអត់ទេណាចាស់ហើយឥឡូវហ្នឹងជូតហើយរៀបចំតុកៅអីនៅមុខផ្ទះរុញទូរុញតុករុញតាំងអីយកមកដាក់តាមកន្លែងតាមតួនាទីរបស់គេឥឡូវនេះដាក់តុកៅអីមុខផ្ទះដាក់ផ្លាកបាទដាក់ផ្លាកហើយនឹងមានអង្គមចាប់ខ្លាចក្រែងខ្យល់មកវាផាយផាត់ប៉ើង
ទៀតប៉ះគេប៉ះឯងយើងលក់ដូរនៅចិត្តខ្នល់แล้วនឹងរុញទូយកមកដាក់កន្លែងខាងមុខបន្តិចដើម្បីឲ្យភ្ញៀវមើលមកឃើញហើយអាកៅអីសសនេះខ្ញុំដាក់នៅមុខផ្ទះហ្នឹងมันមានបំណងឲ្យភ្ញៀវអង្គុយទេប៉ុន្តែបើភ្ញៀវអង្គុយកើតពេលខ្លះហ្នឹងក៏អង្គុយបានពេលខ្លះអង្គុយអត់បានទេដោយសារតែយើងអត់មានសយាផ្ទះទេខ្ញុំរុះចេញហើយវាបាំងពេកវារៀងល្ងឹតហើយអញ្ចឹងកៅអីហ្នឹងដាក់គ្រាន់តែឲ្យភ្ញៀវកលេចមើលមកចាប់អារម្មណ៍ថាអូផ្ទះនេះមានលក់កាខ្វេហើយបើគាត់ពេលព្រឹកអីគាត់អាចអង្គុយលេងបានប៉ុន្តែថ្ងៃតិចក្តៅហើយមានកៅអីនៅខាងក្នុងនោះបានអង្គុយបាន5 6នាក់ដែរចាំមើលថ្ងៃក្រោយទៅបើមានភ្ញៀវច្រើនទេខ្ញុំរៀបចំខាងក្នុងផ្ទះហ្នឹងឲ្យបានស្អាតជាងហ្នឹងបន្តិចអីក្រោយពីបោសជូតហើយរៀបតុទូកៅអីហើយណាឥឡូវហ្នឹងប្រពន្ធខ្ញុំគាត់ចេញមកហើយគាត់មកមើលម្ហូបអាហារអីដើម្បីកម្ដៅដើម្បីចម្អិនសម្រាប់អាហារព្រឹកហ្នឹងយើងអត់បានទៅខាងក្រៅទេហើយចំណែកខ្ញុំហ្នឹងក្រោយពីរៀបតុទូកៅអីឲ្យគាត់ហើយអស់ហ្នឹងខ្ញុំចាប់ផ្ដើមស្រោចផ្កាខ្ញុំផ្កាប្រមាណគុំនៅមុខផ្ទះបងប្អូនហើយដាក់នៅលើអាផ្លូវគេហៅថាផ្លូវថ្មើរជើងខុសច្បាប់ទៀតអាហ្នឹងប៉ុន្តែដាក់សិនចាំមើលដល់ពេលថ្ងៃណាប្រជាជនយើងឯកភាពគ្នាថាលែងដាក់គ្រប់គ្នាទៅខ្ញុំក៏គោរពច្បាប់ទៅតាមហ្នឹងដែររាល់ថ្ងៃហ្នឹងបើយើងជាជនយើងនៅប្រើការជាប្រយោជន៍គ្រប់តែផ្ទះអញ្ចឹងហើយណាមួយអ្នកចិត្តខាងក៏គាត់អនុគ្រោះដែរដោយសារតែផ្លូវនេះនៅស្ងាត់នៅឡើយអញ្ចឹងក៏គាត់អនុគ្រោះឲ្យយើងទុកយកជាប្រយោជន៍រកហូបចុកសិនទៅហ្នឹងហើយរកទទួលទានសិនទៅហើយយើងក៏ដឹងដែរអាហ្នឹងមិនជាត្រូវច្បាប់ហើយយើងក៏មិនលោភលន់អីដែរមិនមែនជារបស់យើងចាំថ្ងៃណារដ្ឋអំណាចគាត់រៀបចំទៅយើងក៏រើចេញអញ្ចឹងទៅបាទហើយបងប្អូនគាត់មកហូបអាហារនៅក្បែរហ្នឹងអីគាត់ជួនកាលគាត់ចតឡានចតអីមុខផ្ទះក៏យើងមិនមានសិទ្ធអីទៅហាមគាត់ដែរគាត់ណាសុំថាទុកតែផ្លូវម៉ូតូមួយឲ្យខ្ញុំព្រោះអីខ្ញុំអត់ដែលចេញចូលឡានផងខ្ញុំឡានខ្ញុំតែយកចតចោលហើយចប់ហើយចឹងឯងទៅណាទៅណីអីគឺខ្ញុំជិះតែម៉ូតូទេកូនចៅក៏គាត់ជិះតែម៉ូតូចឹងដែរដោយសារផ្លូវចង្អៀតវាពិបាកហើយយើងនៅមានកម្លាំងកំហែងអាចជិះបានដែរចេះជិះសិនទៅចាំថ្ងៃណាជិះមិនបានហ្នឹងចាំជិះអាកង់3ម្ដងឥឡូវរៀបចំហើយស្រោចផ្កាហើយចាំមើលបន្តិចទៀតបែបជាមានអាហារសម្រន់ពេលព្រឹកគាត់រៀបចំហើយបែបគាត់ហៅហូបហើយខ្ញុំហូបអានឹងហើយអីហើយនឹងបែបឡើងទៅលើផ្ទះកំសាន្តលេងបន្តិចចុចភ្លេងចុចអីលេងបន្តិចហើយរៀបចំខ្លួនទៅផ្សារនេះការងារប្រចាំថ្ងៃរបស់ខ្ញុំបងប្អូនថតឲ្យបងប្អូនមើលកំសាន្តលេងបាទហើយហាងខ្ញុំនេះពីដើមខ្ញុំលក់បាយឥឡូវនេះខ្ញុំលែងលក់បាយហើយលក់បាយខ្ញុំពីមុននេះអាកន្លែងគេដាក់បិទទ្វារសស្គូសជាប់នេះតែឥឡូវនេះកូនគេយកទៅធ្វើហាងនំខេកគេហើយកន្លែងគេតាំងនំខេកលក់ប៉ុន្តែព្រឹកគេមិនមកទេគេមកតែល្ងាចទេបានគេបើកហើយនេះមន់អាំងហាងជាប់ផ្ទះនេះព្រលឹមឡើងមិនទាន់មានភ្ញៀវទេព្រោះទៅម៉ោង6ហើយបងប្អូនណាចង់ហូបបាយមន់អាំងទឹកដោះគោអញ្ជើញមកណាផ្លូវ528កែងជាមួយនឹង339ហើយណាទល់មុខគាត់នឹងមានហាងមួយទៀតដែរណាទល់មុខគាត់នឹងមានហាងមួយទៀតដែរហាងហ្នឹងឈ្មោះផ្ទះបាយម៉ែឆៃចំណែកហាងកាខ្វេខ្ញុំឈ្មោះអីក៏បានហើយបើបាន
បងប្អូនបានធ្វើដំណើរតាមហ្នឹងណាកូនក្មួយដែលធ្លាប់គាំទ្រហាងបាយអ៊ំអីហ្នឹងជួយគាំទ្រអ៊ំផងអ៊ំលក់ពីម៉ោង6ព្រឹករហូតដល់ម៉ោង3រសៀល4រសៀលអីហ្នឹងអ៊ំបាត់ហើយហើយឥឡូវនេះប្រពន្ធគាត់ហៅហូបបាយហើយតិចទៀតហូបបាយហើយហ្នឹងគឺឡើងទៅលេងភ្លេងមកបត់រួចហើយរៀបចំខ្លួនទៅផ្សារទិញម្ហូបអរគុណណាជូនពរបងប្អូនកូនក្មួយទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាបាទអរគុណជម្រាបលា